អ្នកដែលមានឪពុកម្ដាយនៅមានជីវិតនេះក៏បីតែថែរក្សាគាត់ឲ្យល្អក៏បីរក្សាដុំមាសដុំពេជ្រដែលស្ថិតក្នុងផ្ទះនឹងឲ្យបានល្អជាទីបំផុតព្រោះអ្នកមានម៉ែអ្នកមានឪក្នុងផ្ទះនឹងសិតតែជាអ្នកមានបុណ្យកុសលអ្នកមានឱកាសដ៏ថ្លាថ្លៃជាទីបំផុតហើយប៉ុន្តែអ្នកខ្លះខ្វះការយល់ដឹងពីរឿងបុណ្យរឿងកុសលប្រឹងប្រែងតែធ្វើបុណ្យនៅឲ្យឆ្ងាយនៅអវត្តចឹងទៅហើយចោលម៉ែចោលអូននៅផ្ទះពេលគាត់ឃ្លានហូបឆ្ងាញ់ឆ្ងាញ់មិនអោយគាត់ពិសាទេពេលខ្លះអញ្ចឹងជឿបុណ្យខ្លាំងពេកយកអាសម្លយកបាយឲ្យជាដើមទឹកមកហូបឆ្ងាញ់ឆ្ងាញ់យកទៅប្រគេនលោកទុកអាឆ្អឹងឆ្អឹងឲ្យម៉ែហូបហើយលោកថ្មិញពេញមាត់នោះសិតតែសាច់ទៅដល់ម៉ែអូនអត់ថ្មិញទេទុកអាក្បាលត្រីឲ្យអានេះវាជឿបុណ្យផ្កាប់មុខពេកប៉ុន្តែមិនមែនម៉ែនិយាយចឹងលែងអុយអាត្មាអីគ្រប់អង្គអីឆាន់ទេប៉ុន្តែធ្វើបុណ្យប្រកបដោយបញ្ញាពីព្រោះអីម៉ែហើយអូជាព្រះអរហន្តហើយព្រះសង្ឃមិនមែនព្រះអរហន្តណាញាតិញោមព្រះសង្ឃអត់មានព្រះអរហន្តទេអញ្ចឹងក្នុងវិន័យក្នុងពធលោកសម្ដែងថាបកូនប្រុសស្រីដាំឆ្លចំអិនមហូបអាហារហើយដួសបាយដួសសម្លនោះយកទៅជូនម្ដាយឪពុកបរិភោគពិសារួចចាំដោះដួសបាយយកទៅប្រគេនលោកគឺអត់មានទោសអត់មានខុសអត់មានបាបអីទេតែបើសិនជាយើងដួសបាយសម្លនឹងយកទៅជូនអ្នកដតីខុសពីម្ដាយឪពុកយើងហើយយកបាយសម្លនឹងយកទៅប្រគេនលោកអានោះទៅជាបាបព្រោះអីព្រោះថាអយអ្នកដតីហ្នឹងបរិភោគមុនលោកចឹងទៅប៉ែតែសម្រាប់កូនប្រុសស្រីដែលបំរើម៉ែបំរើអូសដួសបាយសម្លជូនគាត់បរិភោគរួចហើយចាំយកទៅប្រគេនលោកអានោះបុណ្យទ្វេគុណបុណ្យជាមួយព្រះនៅផ្ទះហើយបុណ្យជាមួយនឹងព្រះសង្ឃនៅក្នុងវត្តទៀតអ្នកដែលមានបញ្ញាស្លាតឆ្លៀសគឺកន្លែងណាក៏បុណ្យដែរប៉ុន្តែអ្នកដូចចាអូចុងថាអ្នកខ្លះជឿបុណ្យខ្លាំងយកមកហូបទាំងឆ្នាំងទៅវត្តបាម៉ែអូស្រែកឃ្លានចង់បានណាស់ណាផ្លយសួរកូនថាមានសល់ឬទេនោះដល់កូនគេស្រែកបឹងថ្កានតែគ្មានសល់ទេម៉ែគ្មានសល់ទេអូខ្ញុំស្លោក្រន់ទៅវត្តទេហើយអូនោះក៏ថាបើកូនឯងដួសទៅសល់ក្រែងលោកអូបានមួយម៉ាត់ពីរម៉ាត់អីចឹងទៅចុះអូឯងម៉ែឯងនោះក៏ឃ្លាននៅខុសរបៀបម៉េះស៊ីមុនលោកយ៉ាត់បាបធ្លាក់នរកនោះគេមិនអោយស៊ីទេខ្ញុំជម្រាបថាយ៉ាត់ធ្លាក់នរកទៀតវាអភ័ព្វញាតិញោមដែរចឹងបានថាអ្នកខ្លះពេលម៉ែអូននៅរស់ជាឱកាសមាសជាឱកាសពេជ្រជាឱកាសដែលយើងសន្សំសេចក្តីល្អបុណ្យកុសលពីគាត់ប៉ុន្តែស្រែកសម្លុតកំហកដាក់ម្ដាយឪពុកនឹងចាស់សម្ដីដូចជាកាជះលាមកដាក់ម៉ែអូចឹងពេលខ្លះថាម៉ែថាអូននឹងឈួតមានកូនម្នាក់អាត្មាធ្លាប់ឮម៉ែអីឈួតតែចឹងបានវាអញ្ចឹងគ្មានអីអស់ចាយជាងគេបានគាត់តបទៅកូនវិញទឹកស្រក់ទឹកភ្នែកដល់កូនណាយដោយសារម៉ែឈួតទើបម៉ែចិញ្ចឹមកូនបានទោះបើសិនជាម៉ែឆ្លាតម៉ែបកែម៉ែអត់ទៅកូនឯងទេមូកកូនឯងងាប់តាំងទៅកើតមកម៉ែប៉ុន្តែសារម៉ែឈួតហ្នឹងហើយទៅប្រឹងចិញ្ចឹមកូនឯងទាំងត្រដនេះរកស៊ីទាំងថ្ងៃទាំងយប់ពេលខ្លះគេប្រមាថគេមាក់ងាយគេស្ដីគេថាគេវាយគេទះទៅតបម្ដាយក៏សុកចិត្តរក្សាការពារកូនឲ្យកូនទោះមើលដល់ពេលមានចំណេះចេះដឹងអីខ្ពង់ខ្ពស់មានបានអីសូម្បីតែម៉ែអូឯងក៏ហ៊ានមើងងាយដែរហ្នឹងកូនខ្លះមួយចំនួនមិនមែនកូនសុកនេះហើយកូនសុកយកមិនមែនកូនអ្នកភូមិបាក់កុកកាច់ត្រកនេះទេចឹងបើថាឪពុកម្ដាយនៅពេលដែលបាត់បង់ហើយសួរតែញាតិញោមអាចមានឱកាសទៅរកឪពុកម្ដាយមកវិញបានទៀតទេញាតិញោមនៅពេលដែលគាត់ស្លាប់ហើយបានទេញោមមានម៉ែមានអូនណាលក់នៅទីផ្សារតកែវអង្គសោមទេអត់ទេប៉ុន្តែប្រពន្ធឬក៏ប្តីបើសិនជាបាត់បង់ហើយអាចរកមកបានមួយទៀតក៏បានពីរទៀតក៏បានបីទៀតក៏បានអត់ជាបញ្ហាអាហ្នឹងប្តីប្រពន្ធណាយើងត្រូវតែរក្សាគ្នាឲ្យល្អក្នុងពេលដែលយើងរស់នៅជាមួយគ្នានេះកុំបៀតបៀនគ្នាកុំបូតបង្កាច់គ្នាកុំចំណែកឈ្នានីគ្នាកុំជិះជាន់គៀបសង្កត់វីតប់ឬក៏គម្រាមធ្វើបាបគ្នាអីពីព្រោះថាទីបំផុតគឺឆេះទុលរយៈពេល1ម៉ោង2ម៉ោងខ្ទេចសល់តែឆ្អឹងមួយក្តាប់ប៉ុណ្ណោះហើយឆ្អឹងមួយក្តាប់ហ្នឹងបើអ្នកមានទុកឲ្យទេក៏គ្មានសល់ដែរឆេះរហូតដល់ម៉ត់ព្រោះវាអត់មានអីជាអស្ចារ្យដល់ពិតប្រកបទេញាតិញោមណាយើងដែលគិតតែខ្លាំងអស្ចារ្យនៅពេលដែលមានជីវិតដាច់ជីវិតផឹងហ្នឹងគេយកធ្វើអីក៏បានដែររាងកាយហ្នឹងនៅរស់យើងចេះតែប្រកាន់អាណាប៉ះក្បាលបន្តិចបានទេជួនយកកបិតដេញកាប់ឯងឡោះឯងក៏ឆ្លើយមិនប៉ះក្បាលអញដាច់ខ្យល់ផឹងគេយកឈើបុកដល់ក្បាលធ្លាយខួរទៀតក៏លែងខ្វល់លែងអីដែរអញ្ចឹងបើថារាងកាយយើងនេះវាមានតម្លៃទៅបានអាស្រ័យយើងជាអ្នកផ្ដល់ឲ្យទាំងផ្ដល់តម្លៃឲ្យទេគ្រាន់តែដាច់ខ្យល់ផឹងរាងកាយទាំងហ្នឹងគឺគ្មានតម្លៃតតែសោះញាតិញោមរាងកាយមនុស្សណាញាតិញោមអត់មានតម្លៃទេណានៅពេលដែលស្លាប់រាងកាយរបស់គោរបស់ជ្រូករបស់មាន់ស៊ីតាំងពីកតុយរហូតដល់ច្រមុះជ្រូកសូម្បីតែពវៀនពីក្នុងថ្លើមប្រមាថសួតប្រមាថមានអាស៊ីសួតឬតែថ្លើមអីជាដើមគេនាំគ្នាតែដើមស៊ីខ្ទេចអាហ្នឹងសត្វតិរិឆានចុះមនុស្សយើងញាតិញោម
មនុស្សយើងមានដល់ណាហ៊ានហូបសាច់មនុស្សហេមានទេញោមហ៊ានមានទេអត់ទេកុំបាច់ថាឡើយទោះបីញោមចាស់ចាស់ចំណាស់ញោមហ្នឹងសាច់ចាស់ចាស់ចំណាស់ញោមហ្នឹងទោះបីអ្វី16ឆ្នាំសាច់សខ្ចីញ៉ាញ់ក៏ដោយជ័យលវក់ដូចបដុលជ័យក៏ដោយដាច់ខ្យល់ភឹងគ្មានអាណាយកទៅដេញឆ្ងោស៊ុបហូបទេគេមានតែខ្លាចគេតែល្អកុំបាច់ថាឡើយសាច់សូម្បីតែញាតយមកំពុងតែហូបបាយជាមួយសម្លអញ្ចឹងទៅហូបដួសជីវរសាច់ស្រាប់តែឃើញកញ្ចក់មនុស្សមួយនៅក្នុងហ្នឹងសួរតែញោមនៅបន្តហូបទៀតអត់អត់ទេកុំបាច់ថាឡើយកញ្ចក់មនុស្សសូម្បីតែសរសៃសក់ហ្នឹងពេលខ្លះក៏អត់ហូបដែរបើនិយាយពីវិន័យព្រះសង្ឃក្នុងសម្លដែលមានសរសៃសក់គឺព្រះសង្ឃមិនអាចឆានបានទេតែឆានត្រូវបាត់បាចិត្តយៈភ្លាមព្រោះត្រូវទោសដូចជាឆានសាច់មនុស្សដែរអាហ្នឹងចំពោះព្រះសង្ឃហ្នឹងគិតពីរឿងវិន័យញាតិញោមណាអញ្ចឹងស្មាចង់បញ្ជាក់ថារាងកាយយើងនេះនៅពេលដែលដាច់ខ្យល់ផឹងគឺគ្មានតម្លៃតតែសោះពេលដែលនៅរស់ដូចជាកាលសម័យព្រះនាងម្នាក់ដែលរកស៊ីជាស្រីផ្កាមាសជាស្រីដែលបំរើដល់យករូបរាងកាយរបស់ខ្លួនហ្នឹងទៅបំរើដល់អ្នកមានក្នុងមួយយប់តម្លៃខ្លួននាង1000កហបណៈសទ្ធិបុតទាំងស្ដាច់ទាំងអីនគរផ្សេងនាំគ្នាមកតថ្លៃនាងមកដាក់ថ្ងៃនាងហ្នឹងដាក់ថ្ងៃឲ្យដើម្បីបាននៅដេកជាមួយនាងក្នុងមួយយប់1000កហបណៈញាតិញោមបើគិតជាលុយដុល្លារឥឡូវវាខ្ទង់ចិត្ត10000ដុល្លារមួយយប់ព្រោះប៉ុន្តែជីវិតរបស់នាងអភ័ព្វត្រង់ថាអាយុខ្លីមិនទាន់បានផងនាងក៏ដាច់ខ្យល់ផឹងដល់ពេលដាច់ខ្យល់ផឹងបានន័យថាស្លាប់ហើយពេលហ្នឹងព្រះរាជាមានព្រះសម្មាសម្ពុទ្ធជាដើមមិនអោយយកសាកសពរបស់នាងនឹងយកទៅដុតឬក៏យកទៅកប់ចោលទេយកទៅដាក់ទីវាលអស់រយៈពេល7ថ្ងៃនៅពេលដែលសពអត់មានចាក់ថ្នាំអត់មានដាក់ក្នុងទូទឹកកកដល់ពេលរយៈ7ថ្ងៃហ្នឹងគឺអាឈាមហើយខ្ទូតហ្នឹងហូរចេញអំពីរន្ធទាំង9ហ្នឹងចេញមកគ្រប់រន្ធទាំងអស់ញាតិញោមពេលនោះព្រះរាជាក៏ហៅអ្នកនៅក្នុងនគរមកទាំងអស់ឲ្យមកមើលទស្សនភាពសាកសពរបស់នាងស្រីម្នាក់អាត្មាពេកឈ្មោះញាតិញោមណាចាំមិនខូចចត់តារាទេញោមណាព្រោះដូចនាងសិរិមាហ្នឹងហើយនាងសិរិមាព្រោះចាំវិញតើញោមខ្លាំងគាត់ប្រហើបតិចបើអាត្មានឹកឈ្មោះវិញឲ្យមកមើលស្ថានភាពរូបរាងកាយសូម្បីតែប្រសង់អត់លើកលែងទេព្រោះហើយបរិយាថាអ្នកណាមិនមកមើលនឹងដាក់ពិន័យជាប្រាក់ព្រោះដាក់នឹងដើម្បីហៅមកមើលជុំគ្នាទាំងអស់ថាតើនរណាហ៊ានទិញសាកសពរបស់នាងសេរីមាទៀតដែលអត់លក់ចំនួន1000កហបណៈឲ្យយកទៅរហូតអត់មានឲ្យតែមួយយប់ទេអ្នកនៅក្នុងទីនឹងរាប់ម៉ឺនអ្នកអត់មាននរណាម្នាក់ហ៊ានកម្រើកដៃឬក៏ឆ្ងាតមាត់អីបន្តិចទេឲ្យឆ្ងាត់ជ្រាបចឹងញាតិញោមអត់ហ៊ានកម្រើកចុះរហូតដល់ក្រំពី1000កហបណៈ9កហបណៈដល់5កហបណៈ1កហបណៈ1មាសកៈរហូតដល់ឲ្យតទេក៏អត់មានអ្នកយកដែរប៉ុន្តែការនៅរស់មួយយប់1000កហបណៈគេទៅដើមគ្នាសិតដាក់ថ្ងៃឲ្យព្រោះសូម្បីតែភិក្ខុសង្ឃពេលនោះក៏ពង្វេងជាមួយនឹងនាងសេរីមាដែរមានភិក្ខុមួយអង្គឈួតជាមួយនឹងរូបសម្រស់ជាមួយនឹងនាងសេរីមានៅពេលឃើញរូបនាងហើយលេងយកបាយទៅដល់គាត់មានឆានណាអូយស្អាតតាអើយបើនាងឈឺស្អាតប៉ុណ្ណឹងចុះហ្មងការនាងមិនទាន់ឈឺអាតមិនយោរហូតដល់អត់ឆានបាយយកទុកបាយដឹងដល់ប្អូនគេហៅថាភិក្ខុបាយប្អូនដែលហេតុដែលព្រះអង្គនាំឲ្យមនុស្សនៅក្នុងក្រុងហ្នឹងនាំគ្នាទៅមើលដើម្បីចង់ដាស់សតិរបស់ភិក្ខុហ្នឹងឡើងវិញទេព្រោះភិក្ខុហ្នឹងកាលណាបើសិនជាមិនភ្ញាក់រលឹកទេច្បាស់ចិត្តដាច់ខ្យល់ព្រោះគឺលក្ខណៈនៅតែស្អាតដាស់ដល់ពេលចុងក្រោយរូបរាងកាយហ្នឹងវាលែងមានន័យមានខ្លឹមសារព្រះអង្គចាប់ផ្ដើមសម្ដែងពធខ្លះទៅបណ្ដាលឲ្យភិក្ខុហ្នឹងក៏ភ្ញាក់រលឹកមកវិញមានសតិឡើងវិញទៅចាប់ផ្ដើមឆាន់បាយបដិបត្តិធម៌រហូតបានសម្រេចធម៌ទៅចាអាត្មាលើករឿងនេះបន្តិចមកតាមពិតរឿងនោះវាវែងឡើងតែប៉ុន្តែអាត្មាលើកបន្តិចបើសល់បញ្ជាក់អំពីរាងកាយរបស់ផងយើងនេះញាតិញោមណាព្រោះមានតម្លៃទៅបាននៅពេលទៅនោះរស់ប៉ុណ្ណោះដាច់ខ្យល់ផឹងរាងកាយដែលយើងធ្លាប់តែហួងហែងធ្លាប់ថែរក្សាធ្លាប់បំពាក់បំពន់បំពកចំពោះវាហ្នឹងគឺបែកធ្លាយរលាយទៅវិញគ្មាននរណាគេត្រូវការនោះទេព្រោះអត់មាននរណាត្រូវការទេអញ្ចឹងការដែលយើងនៅរស់យើងត្រូវតែប្រើជីវិតខ្លួនឯងហ្នឹងនៅក្នុងន័យឲ្យមានខ្លឹមសារហៅថាជីវតសារោប្រើជីវិតឲ្យមានខ្លឹមសារបានន័យថាយើងមិនធ្វើនៅអំពើបាបមិនមានបានដោយសារតែជ័យជន់គៀបសង្កត់អ្នកដទៃបានទ្រព្យសម្បត្តិឲ្យធ្វើឲ្យអ្នកដទៃដឹងអន្តរាយដោយសារទង្វើរបស់ខ្លួនព្រោះគឺបើថាប្រើជីវិតរកទ្រព្យសម្បត្តិគឺប្រើនៅក្នុងសមាជីវោ
កិច្ចការងារដែលត្រឹមត្រូវមិនប៉ះពាល់តែខ្លួនឯងហើយមិនបង្កដល់អ្នកជុំវិញខ្លួនឲ្យឈឺចាប់ដោយសារយើងទៀតប៉ុន្តែអ្នកខ្លះនៅក្នុងសង្គមយើងបច្ចុប្បន្នមិនថាស្រុកខ្មែរស្រុកគេក្តីទេញាតិញោមឲ្យតែអ្នកមានអំណាចច្រើនតែទៅគៀបសង្កត់ជីជន់វាដំច្រំធាក់ផ្ទះតប់អ្នកដែលទុនខ្សោយជាងខ្លួនដោយសារអីដោយសារគិតតែអ្នកអស់ហ្នឹងគេគ្មានអំណាចគ្មានឱកាសរើបំរាស់ខ្លួនវិញបានចឹងហើយដើម្បីតែខ្លួនមានបានរបស់ខ្លួនទៅគៀបសង្កត់អ្នកដតីធ្វើបាបអ្នកដតីដោយសារទ្រព្យសម្បត្តិអីចឹងទៅវាអត់មានតម្លៃទេញាតិញោមណាបើបានទ្រព្យសម្បត្តិនឹងច្រើនមកហើយយើងចាយមិនអស់អាចនាំទៅកាន់លោកដតីចាយជាតិក្រោយទៀតបានអាហ្នឹងមិនថាទេប៉ុន្តែទោះបីជាមានបណ្ណាក៏ដោយក៏បាយមួយថ្ងៃ3ពេលឡានទោះបីជាមាន100គ្រឿងក៏ដោយពេលដែលជិះម្ដងបានតែមួយកៅអីផ្ទះវិឡាធំប៉ុណ្ណាក៏ដោយមានច្រើនផ្ទះប៉ុណ្ណាក៏ដោយពេលដេកបានតែបន្ទប់មួយបានតែមួយខ្នងអីទៅប៉ុណ្ណាព្រោះវាមានអីលើសហ្នឹងហើយពេលវេលានៃជីវិតនេះទាំងអ្នកមានអ្នកក្រមួយថ្ងៃមាន24ម៉ោងដូចគ្នាអត់មាននរណាមានលើសជាងនរណាទេប៉ុន្តែពេលវេលាផ្ដល់ឲ្យយើងទាំងអស់គ្នាក្នុងមួយថ្ងៃ24ម៉ោងប៉ុន្តែរឿងដែលយើងយកពេលវេលានោះទៅធ្វើអាក្រក់ក្តីធ្វើល្អក្តីអានោះជារឿងរបស់យើងព្រោះគេតិចឋានឯកឧត្តមអុកញ៉ាអុកញ៉ាច់ណាគេមានពេលវេលាច្រើនជាងយើងទៅអត់ទេទាំងដែលអ្នកក្រក៏មានពេលវេលា24ម៉ោងអ្នកមានក៏មានពេលវេលា24ម៉ោងដែរចឹងហើយយើងគួរតែឆ្លៀតយកពេលវេលាដែលកំពុងមាននោះប្រឹងប្រែងធ្វើល្អធ្វើបុណ្យកុសលជាពិសេសអ្នកដែលមានឪពុកម្ដាយនៅមានជីវិតនេះក៏បីតែថែរក្សាគាត់ឲ្យល្អក៏បីរក្សាដុំមាសដុំពេជ្រដែលស្ថិតក្នុងផ្ទះនឹងឲ្យបានល្អជាទីបំផុតព្រោះអ្នកមានម៉ែអ្នកមានឪក្នុងផ្ទះនឹងសិតតែជាអ្នកមានបុណ្យកុសលអ្នកមានឱកាសដ៏ថ្លាថ្លៃជាទីបំផុតហើយបុណ្យកុសលក្នុងโลกនេះគ្មានបុណ្យកុសលណាដែលធ្វើបានច្រើនជាងធ្វើជាមួយម៉ែធ្វើជាមួយអូទេប៉ុន្តែអ្នកខ្លះខ្វះការយល់ដឹងពីរឿងបុណ្យរឿងកុសលប្រឹងប្រែងតែធ្វើបុណ្យនៅឲ្យឆ្ងាយនៅឲ្យវត្តចឹងទៅហើយចោលម៉ែចោលអូននៅផ្ទះពេលគាត់ឃ្លានហូបឆ្ងាញ់ឆ្ងាញ់មិនអោយគាត់ពិសាទេពេលខ្លះអញ្ចឹងជឿបុណ្យខ្លាំងពេកយកអាសម្លយកបាយឲ្យជាតិដើមទឹកមកហូបឆ្ងាញ់ឆ្ងាញ់យកទៅប្រគេនលោកទុកអាឆ្អឹងឆ្អឹងឲ្យម៉ែហូបហើយលោកថ្មិញពេញមាត់នោះសិតតែសាច់ទៅដល់ម៉ែអូនអត់ថ្មិញទេទុកអាក្បាលត្រីឲ្យអានេះវាជឿបុណ្យផ្កាប់មុខពេកមិនមែនម៉ែនិយាយចឹងលែងអោយអាត្មាអីគ្រប់អង្គអីឆាន់ទេប៉ុន្តែធ្វើបុណ្យប្រកបដោយបញ្ញាពីព្រោះអីម៉ែហើយអូជាព្រះអរហន្តហើយព្រះសង្ឃមិនមែនព្រះអរហន្តណាយល់ព្រះសង្ឃអត់មានព្រះអរហន្តទេអញ្ចឹងក្នុងវិន័យក្នុងពធលោកសម្ដែងថាបកូនប្រុសស្រីដាំឆ្លចំអិនមហូបអាហារហើយដួសបាយដួសសម្លនោះយកទៅជូនម្ដាយឪពុកបរិភោគពិសារួចចាំដោះដួសបាយយកទៅប្រគេនលោកគឺអត់មានទោសអត់មានខុសអត់មានបាបអីទេតែបើសិនជាយើងដួសបាយសម្លហ្នឹងយកទៅជូនអ្នកដតីខុសពីម្ដាយឪពុកយើងហើយយកបាយសម្លហ្នឹងយកទៅប្រគេនលោកអានោះទៅជាបាបព្រោះអីព្រោះថាឲ្យអ្នកដតីហ្នឹងបរិភោគមុនលោកចឹងទៅប៉ែតែសម្រាប់កូនប្រុសស្រីដែលបម្រើម៉ែបម្រើអូសដួសបាយសម្លជូនគាត់បរិភោគរួចហើយចាំយកទៅប្រគេនលោកអានោះបុណ្យទ្វេគុណបុណ្យជាមួយព្រះនៅផ្ទះហើយបុណ្យជាមួយនឹងព្រះសង្ឃនៅក្នុងវត្តទៀតអ្នកដែលមានបញ្ញាស្លាតឆ្លៀសគឺកន្លែងណាក៏បុណ្យដែរប៉ុន្តែអ្នកដូចចាអូចុងកថាអ្នកខ្លះជឿបុណ្យខ្លាំងយកមកហូបទាំងឆ្នាំងទៅវត្តបាម៉ែអូស្រែកឃ្លានចង់បានណាស់ណាផ្លយសួរកូនថាមានសល់ឬទេនោះដល់កូនគេស្រែកបឹងថ្កានតែគ្មានសល់ទេម៉ែគ្មានសល់ទេអូខ្ញុំស្លោក្រង់តែទៅវត្តទេហើយអូនោះកថាបើកូនឯងដួសទៅសល់ក្រែងលោកអូបានមួយម៉ាត់ពីរម៉ាត់អីចឹងទៅចាក់អូឯងម៉ែឯងនោះក៏ឃ្លានលើខុសរបៀបម៉េចស៊ីមុនលោកយ៉ាត់បាបធ្លាក់នរកនោះគេមិនអោយស៊ីឲ្យខ្ញុំជម្រាបថាយ៉ាត់ធ្លាក់នរកទៀតវាអភ័ព្វញាតិញោមដែរចឹងបានថាអ្នកខ្លះពេលម៉ែអូននៅរស់ជាឱកាសមាសជាឱកាសពេជ្រជាឱកាសដែលយើងសន្សំសេចក្តីល្អបុណ្យកុសលពីគាត់ប៉ុន្តែស្រេចសម្លុតកំហកដាក់ម្ដាយឪពុកនឹងចាស់សម្ដីដូចជាកាជះលាមកដាក់ម៉ែអូចឹងពេលខ្លះថាម៉ែថាអូននឹងឈួតមានកូនម្នាក់អាត្មាធ្លាប់ឮម៉ែអីឈួតអញ្ចឹងបានវាអញ្ចឹងគ្មានអីអស់ចាយជាងគេបានគាត់តបទៅកូនវិញទឹកស្រក់ទឹកភ្នែកដល់កូនណាយដោយសារម៉ែឈួតទើបម៉ែចិញ្ចឹមកូនបានទោះបើសិនជាម៉ែឆ្លាតម៉ែប្រកែម៉ែអត់ទៅកូនឯងទេមូកកូនឯងងាប់តាំងទៅកើតមកម៉ែប៉ុន្តែសារម៉ែឈួតហ្នឹងហើយទៅប្រឹងចិញ្ចឹមកូនឯងទាំងត្រដនេះរកស៊ីទាំងថ្ងៃទាំងយប់ពេលខ្លះគេប្រមាថគេមាក់ងាយគេស្ដីគេថាគេវាយគេទះគេតបមិនដែរក៏សុកចិត្តរក្សាការពារកូនឲ្យកូនទោះមើលដល់ពេលមានចំណេះចេះដឹងអីខ្ពង់ខ្ពស់មានបានអីសូមបីតាម៉ែអូឯងក៏ហ៊ានមើងងាយដែរហ្នឹងកូនខ្លះមួយចំនួនមិនមែនកូនសុកនេះកូនសុកយកមិនមែនកូនអ្នកភូមិបាក់កុកកាច់ត្រកនេះទេអញ្ចឹងបើថាឪពុកម្ដាយនៅពេលដែលបាត់បង់ហើយសួរតែញាតិញោមអាចមានឱកាសទៅរកឪពុកម្ដាយមកវិញបានទៀតទេញាតិញោមនៅពេលដែលគាត់ស្លាប់ហើយ
ban đấy nhóc miền mai miền âu nát lụa nô tì xa ta kéo ăn sau mấy thế bân tay pro pon rước cọp đây bờ sân chỉ bắt bong hơi ai rọp một bàn mùi tiết cả bàn pi tiết cả bàn bay tiết cả bàn chỉ bàn nhà hà đang bắt đây pro pon á rước còn nẹt đầu tây mất thẹn chất nứt dân sờ lanh rọp an khlang pan nang cái đó nó bé đã bắt bong